ជំរាបសួរបางប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំចេញវីដេអូពីការធ្វើជ្រក់តកួនបងប្អូនហើយជ្រក់តកួននឹងដែរគឺខ្ញុំមានតកួននៅផ្ទះស្រាប់បងប្អូនហើយតកួនហ្នឹងគឺជាតកួនដែលខ្ញុំគាត់ដាំហើយឥឡូវនេះគឺកាត់យកមកជ្រក់អស់បងប្អូនដោយសារតែទុកយូរទៅខ្លាចវាចាស់អស់ហើយបងប្អូនអើយហ្នឹងហើយតកួននេះគឺជាតកួនចុងក្រោយបងប្អូនឥឡូវនេះគឺយកមកធ្វើជ្រក់ហើយសារមុននោះគឺអត់បានថតអត់បានអីទេបងប្អូនអើយរវល់ពេកអញ្ចឹងហើយក៏អត់បានថតទេឥឡូវសារនេះគឺខ្ញុំថតបងប្អូនយល់ជាយាមឆ្លៀតមែនតើបងប្អូនយកជ្រៅប៉ុណ្ណាក៏ឆ្លៀតដែរគ្រាន់តែថាបើសិនជាខ្ញុំធ្វើទៅយកឡើងគឺខ្ញុំអត់បានចូលខមមិនបងប្អូនទេដោយសារតែជាប់រវល់អញ្ចឹងណាតែប្រហែលរួចដែរដល់ម៉ោងគេងហើយបងប្អូនអញ្ចឹងហើយគឺអត់បានបង្ហោះវីដេអូហើយក៏អត់បានចូលខមមិនបងដែរឥឡូវនេះគឺតកួនខ្ញុំបេះយកខ្ចីៗឲ្យអស់ណាបងប្អូនហើយខ្ញុំក៏ចាប់ផ្ដើមយកមកលាងទឹកបងប្អូនហើយលាងទឹកហ្នឹងគឺខ្ញុំជំរះដល់3ទឹកបងប្អូនអើយដោយសារតែខ្ញុំចង់ឲ្យវាអស់ជ័រអញ្ចឹងណាដោយសារតែយើងធ្វើជ្រក់គឺយើងញ៉ាំឆៅអញ្ចឹងហើយគឺយើងច្បាច់អស់ជ័រលាងអស់ជ័រម្សៅសិនបងប្អូនហើយខ្ញុំអត់បើកសម្លេងទេពេលហ្នឹងខ្ញុំនិយាយឲ្យដែរតែដល់ពេលប្តីខ្ញុំគាត់ចាក់បတ်ចម្រៀងដល់ពេលអញ្ចឹងគឺមានចម្រៀងចូលខ្ញុំអត់ចង់ឲ្យមានចម្រៀងរំខានអញ្ចឹងណាបងប្អូនហើយខ្ញុំចាប់ដើម voice over សាថ្មីបတ်សម្លេងចោលទៅបងប្អូនយល់ទៅលាងឲ្យស្អាតដែរបងប្អូនការពិតតកូនយើងហ្នឹងគឺវាអត់មានត្រូវប្រឡាក់ដីទេបងប្អូនដោយសារតែត្រូវភ្លៀងអីរាល់ថ្ងៃអញ្ចឹងគឺមិនសូវជាប្រឡាក់ដីតែខ្ញុំចង់លាងឲ្យស្អាតអញ្ចឹងណាបងប្អូនដើម្បីពេលដែលលាងច្រើនទៅគឺវាអស់ជ័រដែរបងប្អូនហើយថតនឹងដៃមួយខាងធ្វើមួយខាងទេបងប្អូនអើយថតម្នាក់ឯងអញ្ចឹងហើយគឺអត់សូវជាបានពេញលេញល្អទេបងប្អូនហ្នឹងហើយឥឡូវបងប្អូនព្យាយាមមើលណាបងប្អូនមិនទេយើងជាអ្នកថតវីដេអូទីជួសបងប្អូនឥឡូវនេះគឺចូលសាច់រឿងបងប្អូនហ្នឹងហើយឥឡូវនេះគឺខ្ញុំលាងជំរះឡើង3ទឹកហើយក៏លាងស្អាតដែរបងប្អូនឥឡូវនេះគឺយកកធុនមួយស្អាតយើងយកអាតកូនហ្នឹងដាក់ដើម្បីយកទៅច្របាច់អំបិលបងប្អូនបាច់ចាំស្រោះទឹកក៏បានដែរបងប្អូនបើយើងលាងហើយយើងបាច់ចាំទុកសម្រស់ទឹកអីសិនទេយើងដាក់ក្នុងកធុនមួយមកគឺយើងចាប់ផ្ដើមយកអំបិលយកមកដាក់ហើយយើងច្របាច់វាតែម្ដងដោយសារតែយើងច្របាច់អំបិលអញ្ចឹងគឺដាក់នៅតែវាសើមអញ្ចឹងស្រួលបងប្អូនវាឆាប់ទន់ហើយចង់និយាយថាពេលដែលខ្ញុំច្របាច់ហ្នឹងណាឮសំឡេងតកូនហ្នឹងឡងស្រួយហ្មងបងប្អូនតែដោយសារតែខ្ញុំអត់ហ៊ានបើកសំឡេងខ្លាចជាប់សំឡេងចម្រៀងអញ្ចឹងណាហើយខ្ញុំចង់និយាយថាខ្ញុំធ្វើដៃទេបងប្អូនដោយសារខ្ញុំញ៉ាំខ្លួនឯងទេហ្នឹងខ្ញុំអត់មានប្រើស្រោមដៃឬក៏ប្រើថង់ស្រោបអីទេបងប្អូនអើយពេលហ្នឹងគឺបញ្ញាប់អត់មាននៅបានរៀបរាប់អីរឿងស្រោមដៃស្រោមជើងហើយណាមួយខ្ញុំបើពាក់ស្រោមដៃក៏ខ្ញុំធ្វើអត់ស្និទ្ធដែរបងប្អូនអញ្ចឹងខ្ញុំអត់ទម្លាប់ហើយគឺខ្ញុំច្របាច់ដោយសារតែខ្ញុំធ្វើម្ហូបម្ដងគឺខ្ញុំអត់សូវប្រើដៃច្របាច់ទេបងប្អូនដោយសារយើងអត់ត្រូវមានម្ហូបណាដែលច្របាច់ដៃអញ្ចឹងហើយបានខ្ញុំអត់ទិញស្រោមដៃទុកសម្រាប់ធ្វើទេហ្នឹងហើយអត់មានទេនៅតែនិយាយរួមទៅអត់មានតែម្ដងឥឡូវនេះគឺខ្ញុំធ្វើការច្របាច់តកូនជាមួយអំបិលយើងចោលតែបងប្អូនបាច់ច្របាច់ខ្លាំងពេកទេច្របាច់យើងថ្នមទៅតែពេលវាត្រូវអំបិលគឺវាទន់ដែរបងប្អូនច្របាច់ខ្លាំងពេកទៅខ្លាចវាអស់ស្រួយអញ្ចឹងណាបងប្អូនខ្ញុំច្របាច់ហើយដាក់អំបិលតែម្ដងហើយយើងច្របាច់វាមើលទៅថាតកូនយើងទន់អស់ចូលហើយគឺយើងចាប់ផ្ដើមយកទៅលាងទឹកឲ្យស្អាតដែរបងប្អូនហ្នឹងហើយយើងបងប្អូនលាងពី3ទឹកអីចឹងទៅឥឡូវនេះគឺតកូនខ្ញុំបានលាងស្អាតហើយខ្ញុំយកមកដាក់សម្រស់នៅក្នុងកញ្ច្រែងហើយក៏សោះទឹកដែរបងប្អូនហើយខ្ញុំចាប់ផ្ដើមលាយគ្រឿងហើយគ្រឿងខ្ញុំគឺអត់មានអីច្រើនទេបងប្អូនមានខ្ញីមានគល់ស្លឹកគ្រៃខ្ទឹមសខ្ទឹមក្រហមម្ទេសយើងហាន់វាមួយចំណែកសិនបងប្អូនហើយមួយចំណែកទៀតនេះគឺយើងយកមកធ្វើទឹកជ្រលក់បងប្អូនហើយទឹកជ្រលក់ហ្នឹងគឺមានដូចបងប្អូនឃើញក្នុងវីដេអូអញ្ចឹងម្ទេសខ្ទឹមហើយនឹងក្រូចឆ្មាដោយសារតែខ្ញុំអត់ប្រើទឹកខ្មែរទេបងប្អូនអ្នកខ្លះគេប្រើទឹកខ្មែរអញ្ចឹងតែខ្ញុំអត់ចង់ញ៉ាំទឹកខ្មែរទេអញ្ចឹងខ្ញុំប្រើជាក្រូចឆ្មាជំនួសវិញគ្រាន់តែថាទឹកខ្មែរយើងទុកទៅបានយូរជាងក្រូចឆ្មាតែដោយសារខ្ញុំធ្វើតិចដែរអញ្ចឹងញ៉ាំចាប់អស់អញ្ចឹងគឺខ្ញុំធ្វើដាក់ក្រូចឆ្មាបងប្អូនឥឡូវនេះគឺយើងចាប់ផ្ដើមយកកន្ទុនស្អាតមួយមកយើងចាប់ផ្ដើមច្របល់គ្រឿងចូលគ្នាបងប្អូនយើងដាក់តកួនដាក់គ្រឿងដែលយើងហាន់រួចរាល់ហ្នឹងហើយនឹងទឹកជ្រលក់ច្របល់ចូលគ្នាតែម្ដងបងប្អូនឥឡូវនេះខ្ញុំចាក់គ្រឿងផ្សំទាំងអស់ដែលខ្ញុំរៀបចំរួចហើយហ្នឹងគឺចូលគ្នាទាំងអស់តែម្ដងបងប្អូនហើយខ្ញុំយកចង្កឹះមកច្របល់បងប្អូនដោយសារតែពេលហ្នឹងគឺខ្ញុំអត់ទាន់ច្របាច់ដោយសារយើងអត់ត្រូវចាំបាច់ច្របាច់អីខ្លាំងទេបងប្អូនដោយសារតែតកួនយើងគឺច្របាច់ហើយម្ដងហើយនេះគ្រាន់តែច្របល់ចូលគ្រឿងអញ្ចឹងណាបងប្អូនហើយបន្ទាប់មកគឺខ្ញុំយកថង់យកមកសូបដៃច្របាច់ម្ដងទៀតបងប្អូនដោយសារតែចង់ឲ្យវាចូលជាតិលឿនអញ្ចឹងហើយពេលហ្នឹងព្រោះអីខ្លាចកាហាយដៃបងប្អូនអញ្ចឹងហើយសប្បាយយកថង់មកសូបដៃហើយច្របាច់វាញ៉ាំតិចបងប្អូនមិនច្របាច់ខ្លាំងទេណាបងប្អូនច្របាច់យកមកទៅហឹងអីទៅព្រោះតកួនយើងច្របាច់ហើយរួចរាល់នេះគ្រាន់តែច្របាច់ឲ្យវាចូលគ្រឿងគ្នាដែលយើងផ្សំហ្នឹងណាបងប្អូនហើយឥឡូវនេះគឺខ្ញុំធ្វើការច្របាច់វាម្ដងទៀតដោយសារតែខ្ញុំចង់ឲ្យវាចូលជាតិលឿនបន្ទាប់មកគឺខ្ញុំដាក់ចូលក្នុងប្រអប់បងប្អូនដោយសារយប់មិញហ្នឹងគឺខ្ញុំធ្វើយប់ជ្រៅហើយអញ្ចឹងខ្ញុំអត់មានបានញ៉ាំទេដោយសារពេលដែលខ្ញុំធ្វើគឺខ្ញុំញ៉ាំបាយហើយបងប្អូនតែគ្រាន់តែឃើញតកួនល្អមិនដឹងធ្វើអីគឺមានតែធ្វើជ្រក់នឹងឯងបងប្អូនហើយសារមុនគឺអត់មានបានថតបង្ហាញបងប្អូនទេឥឡូវនេះគឺខ្ញុំធ្វើការដាក់ចូលក្នុងប្រអប់រួមទៅរសជាតិហើយនឹងរូបរាងវិញតំណងខ្លាំងមែនតើបងប្អូនហើយព្រលឹមឡើងខ្ញុំញ៉ាំព្រោះដោយសារតែយប់ជ្រៅហើយអញ្ចឹងគឺម្ហូបនេះគឺទុកញ៉ាំពេលព្រឹកអញ្ចឹងណាបងប្អូនដាក់ចូលក្នុងប្រអប់ហើយយើងដាក់ចូលក្នុងទូទឹកកកមួយយប់គឺកាន់តែស្រួយតែម្ដងបងប្អូនឥឡូវនេះគឺវីដេអូខ្ញុំក៏សូមឆ្លះតែប៉ុណ្្នឹងហើយជួបគ្នានៅវីដេអូក្រោយទៀតណាបងអរគុណជម្រាបលាបាយបាយ